ព័ត៌មានទី1នេះខ្ញុំសូមដកស្រង់នៅសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN ណា CNN ក៏បានរាយការណ៍ដឹងថានៅថ្ងៃពុធនេះគឺរដ្ឋសភារបស់សហរដ្ឋអាមេរិកបានបោះឆ្នោតទៅលើសេចក្តីសម្រេចមួយដែលនឹងកំហិតអំណាចរបស់លោកប្រធានាធិបតី Donald Trump ក្នុងការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ការនេះមានន័យថាម៉េចវាគឺជាការស្ដីបន្ទោសមួយទៅដល់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលកំពុងតែជាប់ដៃនៅក្នុងសង្គ្រាមនេះបាទហើយចង់ឲ្យមានការយល់ព្រមឬក៏ជម្រាបមកខាងសភាឲ្យបានដឹងផងគឺនេះជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គណៈបកប្រជាធិបតេយ្យហើយបានជោគជ័យនៅថ្ងៃនេះគឺធ្វើយ៉ាងណាដើម្បីកំហិតអំណាចរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងពេលធ្វើនៅក្នុងការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះបាទហើយគឺឥឡូវនេះនៅខាងព្រឹទ្ធសភាក៏មានការគ្រប់គ្រងជាបន្តបន្ទាប់នៅខាងរដ្ឋសភាក៏មានការគ្រប់គ្រងជាបន្តបន្ទាប់ចេញពីគណៈបកចេញពីសមាជិកសភាសមាជិកព្រឹទ្ធសភាគណៈបកសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump នឹងតែម្ដងបាទគឺក្នុងរយៈពេលប្រហែលសប្តាហ៍នេះគឺខាងគណៈបកប្រជាធិបតេយ្យប្រឹងឲ្យប្រឹងទៀតដាក់សេចក្តីស្នើច្បាប់មួយបរាជ័យដាក់មួយសារទៀតបាទទៅវិញទៅមកឥឡូវនេះគឺនៅថ្ងៃនេះជាប្រវត្តិសាស្ត្រគឺអាចទទួលបានជោគជ័យហើយដោយសម្លេងគ្រប់គ្រងទៅលើសេចក្តីសម្រេចនេះចំនួន215ទល់នឹង208សម្លេងបាទប្រឆាំងដែលអ្នកដែលមកពីគណៈបកសាធារណរដ្ឋហ្នឹងគឺមានសមាជិកមួយរដ្ឋសភាមួយចំនួនខ្ញុំមិនបាច់រាប់ឈ្មោះទេដែលបាទរាប់ឈ្មោះចុះបាទឲ្យប្រិមិត្តខ្លះគាត់ដឹងគឺលោក Thomas Massey Brian Fitzpatrick Tom Barrett និង Warren Davidson បាទគឺបាទងាកមកគ្រប់គ្រងសេចក្តីសម្រេចដែលស្នើឡើងដោយគណៈបកប្រជាធិបតេយ្យហើយតែម្ដងដោយគាត់បានថ្លែងថាប្រជាពលរដ្ឋនៅមណ្ឌលរបស់គាត់ឥឡូវនេះមានការខឹងសម្បាបាទខ្លាំងណាស់បាទខឹងសម្បាខ្លាំងណាស់ដោយសារតែការនឿយណាយនឹងការចំណាយថ្លៃសាំងនឹងវាថ្លៃបាទឥឡូវនឹងសម្រាប់ប្រេងសាំងនៅរដ្ឋ Kentucky របស់គាត់នឹងគឺឡើង1 gallon នឹងគឺ$5បាទ1 gallon នឹងគឺ1 gallon មានចំណុះ3លីត្រ78ណា3លីត្រជិត4លីត្របាទ1 gallon នឹងគឺ$5ទៅហើយប្រេងមកស៊ូតវិញគឺ1 gallon គឺ$6បាទ$6ដែលជានេះដែលនេះជាការមួយដាក់បន្ទុកទៅលើបាទពលរដ្ឋដែលប្រើប្រាស់ប្រេងសាំងបាទធ្វើដំណើរហ្នឹងហើយមិនត្រឹមតែប៉ុណ្ណោះទេគឺតម្លៃជីបាទតម្លៃជីក៏ឡើងថ្លៃផងដែរដោយសារតែការប្រើប្រាស់ប្រេងសម្រាប់ដឹកជញ្ជូននេះហើយក៏លើនឹងក៏ឡើងថ្លៃទៀតអញ្ចឹងធ្វើឲ្យកសិករមួយចំនួនបាទពិបាកក្នុងការទិញជីផងហើយត្រូវចំណាយខ្ពស់ជាងមុនផងដើម្បីទិញជីនេះបាទដែលធ្វើឲ្យខាងគណៈបកសាធារណរដ្ឋហ្នឹងក៏មានការខឹងសម្បាដែរដោយសារតែបាទនៅរដ្ឋមួយចំនួនគឺសមាជិករដ្ឋសភាគណៈបកសាធារណរដ្ឋហ្នឹងគឺនៅមណ្ឌលរបស់គាត់ហ្នឹងគឺជា farm ជាកសិដ្ឋានតែម្ដងបាទในខ្មែរយើងហៅថាជាចំការមកជាចំការសម្រាប់គឺធ្វើកសិកម្មដល់ពេលអញ្ចឹងទៅគាត់ជួបប្រទះបញ្ហាទាំងអស់ហ្នឹងបាទនេះជាព័ត៌មានទី1ណាបាទព័ត៌មានទី1ហើយបើព័ត៌មានទី2នេះគឺលោកប្រធានាធិបតី Donald Trump បានប្រកាសទៀតហើយនៅថ្ងៃនេះបាទថ្ងៃពុធទី3ខែមិថុនានេះលោកបានមានប្រសាសន៍ថាអ៊ីរ៉ង់ឥឡូវនេះបានយល់ព្រមអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសរបស់ខ្លួនដើម្បីជីកយកបាទសារធាតុនុយក្លេអ៊ែរដែលបានកប់នៅក្នុងរូងភ្នំដែលជារោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកបានបើកការវាយប្រហារក្នុងពេលកន្លងមកនេះបាទការវាយប្រហារកាលពីរដូវក្តៅឆ្នាំមុនគឺសហរដ្ឋអាមេរិកបានប្រើយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B2 ក្នុងអំឡុងប្រតិបត្តិការ Midnight Hammer ញញួរពាក់កណ្ដាលរាត្រីបាទប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់មួយចំនួនដែលលាក់ខ្លួននៅក្នុងព្រៃបាទហើយបើតាមទីភ្នាក់ងារធម្មពលអាតូមិកឬធម្មពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានបញ្ជាក់ឲ្យដឹងថាក្របសារធាតុនុយក្លេអ៊ែរហ្នឹងឥឡូវហ្នឹងនៅតែកប់នៅក្នុងដីនៅឡើយទេនៅក្នុងរោងចក្រហ្នឹងដែលក្រោយពីសហរដ្ឋអាមេរិកបានផ្លោងចំរោងចក្រនោះហើយធ្វើឲ្យបាទវាដួលរលំនៅក្នុងភ្នំនោះបាទ
ចឹងលោកប្រធានាធិបតីបានប្រកាសបាទលោកនិយាយដូចជាពាក្យតដែលច្រើននៅក្នុងសម្ដីគឺលោកដោយសង្ខេបទៅខ្ញុំសូមមិនអានសម្ដីផ្ទាល់របស់គាត់គាត់គឺបានន័យថាឥឡូវហ្នឹងអ៊ីរ៉ង់ព្រមឲ្យហើយក៏ប៉ុន្តែឲ្យសហរដ្ឋអាមេរិកទៅយកខ្លួនឯងទៅពីព្រោះសារធាតុហ្នឹងវាកប់នៅក្នុងដីរោងចក្រនុយក្លេអ៊ែរបន្ទាប់ពីសហរដ្ឋអាមេរិកវាកំទេចបាទអញ្ចឹងអាមេរិកផ្លោងចំខ្ទេចណាកាលពីលើកមុនមានរបាយការណ៍ផ្សេងថាมันខូចខាតខ្លាំងប៉ុន្តែលើនៅខ្ទេចនៅហ្នឹងបាទហើយអ៊ីរ៉ង់ហើយលោកប្រធានាធិបតីថាអាមេរិកនឹងចូលទៅបាទអាមេរិកនឹងចូលទៅយកក៏ប៉ុន្តែមិនទាន់ចូលទៅយកនៅពេលឥឡូវនេះទេចាំកិច្ចព្រមព្រៀងសន្តិភាពបានសិនពីព្រោះលោកមិនចង់បញ្ជូនទាហានរបស់សហរដ្ឋអាមេរិកហើយចូលទៅមានគ្រោះថ្នាក់នោះទេបាទនិយាយចុះឡើងចុះឡើងមកគឺលោកបានបញ្ជាក់ថាអ៊ីរ៉ង់ព្រមបាទតែការពិតយ៉ាងណាអ៊ីរ៉ង់ព្រមឬមិនព្រមគឺចាំមើលការវិវត្តក្នុងរយៈពេលប្រហែលថ្ងៃទៅមុខតទៅទៀតផងដែរព័ត៌មានទី3នេះគឺជាដំណឹងល្អមួយដែរដែលអាចជួយទៅដល់កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់នោះគឺក្រសួងការបរទេសដែលបានសម្របសម្រួលឲ្យមានកិច្ចប្រជុំរវាងខាងអ៊ីស្រាអែលជាមួយនឹងលីបង់បាទឥឡូវនេះបានសម្រេចហើយនៅចាំបាននេះប្រម្សិលមិញខ្ញុំបានរីកាជូនប្រិមត្តដែរគឺថាមានការជួបប្រជុំគ្នាមែនទេបាទឥឡូវនេះគឺនៅមុននេះបន្តិចគឺប្រកាសថាមានលទ្ធផលល្អគឺបានន័យថាភាគីទាំងពីរនឹងបានព្រមព្រៀងគ្នាហើយបាទកិច្ចប្រជុំនឹងគឺហៅថាកិច្ចប្រជុំត្រីភាគីដូចករណីរឿងខ្មែរជាមួយនឹងសៀមដែរនោះគឺមានប្រជុំអាមេរិកប្រជុំសៀមប្រជុំជាមួយនឹងកម្ពុជាផងដែរបាទឥឡូវហ្នឹងគឺហើយគឺកាលនោះដូចជា4បាទ4គឺមានម៉ាឡេស៊ីផងដែរកាលនោះមានម៉ាឡេស៊ីផងដែរនៅនេះបាទអញ្ចឹងនៅអ៊ីរ៉ង់អ៊ីស្រាអែលហើយនិងលីបង់ចាញ់ខ្មែរយើងណាបាទយើងខ្មែរ4ភាគីហ្នឹងបាទដូច្នេះគឺថាព្រមព្រៀងជប់បាញ់គ្នាហើយបាទចាប់ពីថ្ងៃកិច្ចប្រជុំនេះបានធ្វើកាលពីថ្ងៃទី2ថ្ងៃទី3ខែមិថុនានេះបាទហើយដោយមានលក្ខខណ្ឌថាអ៊ីស្រាអែលលែងរុលទៅមុខតទៅទៀតលែងប្រយុទ្ធទៅទៀតនៅក្នុងតំបន់របស់ប្រទេសលីបង់បាទហើយខាងលីបង់នោះក៏គេនឹងបង្កើតនៅតំបន់ពីឡុតតំបន់ហោះហើរមួយដែលគឺខាងលីបង់ជាអ្នកគ្រប់គ្រងបាទពីព្រោះអីកិច្ចព្រមព្រៀងនេះគឺมันមានការចូលរួមពីហាម៉ាស់មែនអញ្ចឹងហើយគេដាក់លក្ខខណ្ឌថាមិនមែនហាម៉ាស់ទេ Hezbollah បាទក្រុម Hezbollah គឺនឹងត្រូវទទួលព្រមផងដែរថានឹងឈប់បើការវាយប្រហារមកលើអ៊ីស្រាអែលបើមិនដូច្នោះទេអ៊ីស្រាអែលក៏មិនឈប់ការវាយប្រហារនោះដែរបាទអញ្ចឹងនេះគឺជាការមួយដែលអាចនឹងបាទបន្ធូរបន្ថយស្ថានភាពបន្តិចផងដែរបាទហើយនៅក្នុងការវិវត្តដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់នោះបាទដែលជាមូលហេតុនៃការច្បាំងគ្នាបន្តរហូតដល់នោះគឺនៅថ្ងៃនេះខាងយុទ្ធភូមិភាគកណ្ដាលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថាខ្លួនបានបើកការវាយប្រហារមួយលើកទៀតហើយទៅលើកោះ Qasem របស់អ៊ីរ៉ង់បាទដោយសារតែអ៊ីរ៉ង់បានវាយប្រហារទៅលើប្រទេសគុយវ៉ែតហើយនិងប្រទេសបារ៉ែនបាទបារ៉ែនហើយបើតាមការឲ្យដឹងនេះគឺការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើគោលដៅនៅក្នុងប្រទេសគុយវ៉ែតនោះគឺបានបណ្ដាលឲ្យមនុស្សចំនួន63នាក់រងរបួសហើយនឹងវិតនេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសគុយវ៉ែតបាទហើយខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកក៏បានបាញ់ទម្លាក់ drone របស់អ៊ីរ៉ង់បាទដែលបានបាញ់សម្ដៅមកកងកម្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសគុយវ៉ែតបាទអញ្ចឹងដូច្នេះនេះគឺជាការវិវត្តមួយផ្សេងទៀតផងដែរបាទប្រិមិត្តឃើញរូបជាប់គាំងទៀតហើយយ៉ាងម៉េចទេឥឡូវបាទបាទអូរូបខ្ញុំជាប់គាំងប៉ុន្តែឯកសារនៅបើសុំអធិស្ឋាន refresh មើលមក plate មើលបើជាប្រិមិត្តបាទ
អូមកកំអាលមិនទៅគាំងបាទគាំងរូបគាំងរៀងឃើញនៅស្ងៀមចឹងបាទឥឡូវនេះសូមចូលមួយសារទៀតបាទសូមចូលមួយសារទៀតបាទព័ត៌មានទី4ណាព័ត៌មានទី4បាទព័ត៌មានទី4នេះគឺជារឿងមួយកើតឡើងនៅសហរដ្ឋអាមេរិកសម្រាប់មន្ត្រីរដ្ឋការសហរដ្ឋអាមេរិកបាទនៅថ្ងៃនេះគឺលោកប្រធានាធិបតី Donald Trump បានចេញប័ណ្ណបញ្ជាប្រធានាធិបតីឬក៏ហៅថាប័ណ្ណបញ្ជានីតិប្រតិបត្តិគឺដកសិទ្ធិការពារទៅដល់មន្ត្រីរដ្ឋការចំនួន 8,000 នាក់បាទមិនមែនទូទៅទេសម្រាប់អ្នកនៅក្នុងកម្រិតគេហៅថា GS15 គឺនៅក្នុងខាងមន្ត្រីរដ្ឋការរបស់សហរដ្ឋអាមេរិកគឺកម្រិតខ្ពស់ជាងគេបំផុតហើយណា General Service General Schedule បាទគឺ GS15 នឹងគឺជាមេធំបាទនៅក្នុងរដ្ឋការសហរដ្ឋអាមេរិកបាទនៅទីនេះគឺពី GS 13 14 15គឺកម្រិតកម្ពុជាកម្រិតថ្នាក់ពួក manager ពួក supervisor manager នៅក្នុងកម្រិតប៉ុណ្ណឹងណាបាទអញ្ចឹងឥឡូវនេះគឺពួក14 13អត់ទាន់ប៉ះទេគឺប៉ះពួកខាង15មេបាទមេគឺរហូតដល់ 8,000 នាក់បាទ 8,000 នាក់បាទកាលពីមុនគេរំពឹងថាអាចនឹងមានរហូតដល់ 50,000 នាក់ផងដែលលោកប្រធានាធិបតីនឹងដកសិទ្ធិការពាររបស់ពួកគាត់នោះបាទគឺបានន័យថាម៉េចបានន័យថាបើសិនជាមានអ្វីខុសឆ្គងបាទគឺអាចនឹងបណ្ដេញចោលបាទភ្លាមតែម្ដងដូចនៅក្រុមហ៊ុនដូចនៅតំណែងនយោបាយដែរនិយាយរួមដូចស្តៀងនឹងតំណែងនយោបាយដែរតំណែងនយោបាយគឺចូលមកអាចនឹងបណ្ដេញឈប់ពេលណាក៏បានដែរប៉ុន្តែមន្ត្រីរដ្ឋការរបស់សហរដ្ឋអាមេរិកគឺពិបាកនឹងបណ្ដេញមានការការពារច្រើនបាទអញ្ចឹងឥឡូវលោកដកសិទ្ធិចំនួន 8,000 នាក់ដែលជានៅកម្រិត GS15 ហ្នឹងបាទកម្រិតកំពូលហ្នឹងបាទ GS15 ហ្នឹងបាទហើយបាទគឺបើទោះបីជានៅពេលនេះលោកដកសិទ្ធិចំនួន 8,000 នាក់ក៏ប៉ុន្តែក៏បាទក៏អាចនឹងមានបន្ថែមទៀតផងដែរថាតើដល់ប្រមាណអ្នកពីមុនគេបារម្ភថាដល់ 50,000 នាក់បាទអញ្ចឹងនៅក្នុងក្របខ័ណ្ឌរដ្ឋការសហរដ្ឋអាមេរិកគឺពី13 14 15គឺខាងរដ្ឋាភិបាលជាអ្នកការពារឧទាហរណ៍ដូចជានៅខាងនៅប្រជុំបកកញ្ចក់បញ្យលឲ្យយល់ពីរចនាសម្ព័ន្ធដូចសហការីខ្ញុំដែលគាត់នៅខាងក្រោមហ្នឹងគឺពួកគាត់មានខាងសហជីពបាទសហជីពការពារពេលដែលមានរឿងរ៉ាវអីជាមួយនឹងមេគឺពួកសហជីពគាត់មកបាទការពារពួកគាត់ដូចពួកខ្ញុំដែលជាអ្នកមេហ្នឹងគឺយើងអត់មានសហជីពការពារទេបាទបើគាត់មានរឿងរ៉ាវជាមួយបុគ្គលិកគឺពួក human resource ជាអ្នកការពារយើងវិញពួកមេធាវីរដ្ឋាភិបាលជាអ្នកការពារយើងវិញបាទអញ្ចឹងណាបាទអញ្ចឹងគឺវាខុសគ្នាអញ្ចឹងបាទខុសគ្នាអញ្ចឹងឥឡូវដូចជាក្នុងករណីពេលបច្ចុប្បន្ននេះបាទពេលដែលមានរឿងរ៉ាវនៅខាង VOA ដែលមានការផ្អាកការងារហ្នឹងបាទបើមានមិនដឹងគឺពួក union សហជីពជាអ្នកការពារពួកបុគ្គលិកសហការីខ្ញុំហ្នឹងពួកខ្ញុំត្រូវរកមេធាវីខ្លួនឯងចុះពីព្រោះពេលហ្នឹងក្នុងពេលកន្លងមកពេលបំពេញការងារបើមានរឿងរ៉ាវពាក់ព័ន្ធនឹងការងារគឺមេធាវីរដ្ឋាភិបាលជាអ្នកការពារយើងទល់ជាមួយនឹងកូនចៅយើងតែឥឡូវយើងមានរឿងជាមួយរដ្ឋាភិបាលវិញចឹងមេធាវីរដ្ឋាភិបាលអត់មកការពារយើងបានទេ Human Resource ក៏អត់មកការពារយើងដែរយើងទៅរកមេធាវីខ្លួនឯងបាទអញ្ចឹងនេះគឺជារបៀបធ្វើការនៅសហរដ្ឋអាមេរិកណាដែលខ្ញុំចង់ឲ្យប្រិយមិត្តបានដឹងប៉ុណ្ណឹងបន្តិចអញ្ចឹងណាបាទវាមានលក្ខខណ្ឌគេច្រើនទៀតរវាងsupervisor manager ហើយនឹងខាងបុគ្គលិកគាត់នៅខាងក្រោមបាទអញ្ចឹងកម្រិត13 14 15ហ្នឹងគឺកម្រិតធំហ្នឹងគឺបើសិនជានៅខ្មែរ15ហ្នឹងដូចជាអគ្គនាយកហើយបាទអគ្គនាយកបាទអញ្ចឹង14ដូចអគ្គនាយករងហើយ13ហ្នឹងឡើងដូចនាយកធាននាយកដ្ឋានហើយបាទកម្រិតបែបហ្នឹងឡើងទៅណាបាទអញ្ចឹងរងវិស្មាបាទអាចនឹងរងពួកហ្នឹងគឺខាង ambassador គឺផាផែនហ្នឹងដែររងស្មើគ្នានឹងទាំងអស់បាទឋានៈណាបាទកម្មប្រាក់ហ្នឹងគឺស្មើគ្នានឹងបាទគាត់ថា ambassador គេមាន
គេថាជាអាណាបកដើមខ្សែគេមានអំណាចច្រើនជាងគេមានប្រជាទានប្រជាស៊ីវិលប្រជាអីរាប់រយរាប់ពាន់អ្នកបានបាទប៉ុន្តែគាត់ថាបើរងបាទនិយាយពីឋានានុក្រមគឺកម្រិតដូចគ្នានឹងប៉ុន្តែគាត់គេហៅផ្សេងបាទពួក diplomat បាទអញ្ចឹងឥឡូវនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការដកសិទ្ធិអំណាចបុគ្គលិករដ្ឋាភិបាលបាទក៏ប៉ុន្តែថាតើក្រោយពីចប់រដ្ឋបាលលោក Trump តើគេបញ្ចូលមកវិញឬយ៉ាងណាយើងអត់ដឹងដែរយ៉ាងហោចណាស់ក៏នៅក្នុងការដឹកនាំរបស់លោកក្នុងរយៈពេលបាទដល់សំណុំលោកចាប់អាណត្តិនេះបាទចាប់អាណត្តិនេះគឺនឹងមានការដកសិទ្ធិមួយចំនួនទៀតនៅមន្ត្រីរដ្ឋការពីព្រោះអីលោកចង់បណ្ដេញមនុស្សមួយចំនួនបាទដែលមិនស្មោះត្រង់ជាមួយនឹងរដ្ឋាភិបាលគឺឲ្យចេញបានពីព្រោះបើកាលណាមានការការពារបាទបុគ្គលិករាជការរបស់រដ្ឋាភិបាលគឺយើងអត់មានការពារឬក៏ស្មោះស្ម័គ្រជាមួយនឹងគណៈបកណាទេបាទពីកម្រិត15ចុះមកហ្នឹងគឺយើងអត់មានកូតានយោបាយទេគឺអានេះថាបកណាក៏ដោយកាន់អំណាចក៏យើងនៅតែធ្វើការបម្រើដែរបាទប៉ុន្តែលោកប្រធានាធិបតីបាទលោកមិនចង់ឲ្យចឹងទេបាទគឺឲ្យមានការមិនឲ្យមានការពារច្បាស់លាស់ទេគឺបើកាលណាធ្វើខុសហើយហ្នឹងគឺមានសិទ្ធិអាចនឹងបណ្ដេញចោលភ្លាមដូចតម្លៃនយោបាយដែរបាទអញ្ចឹងនេះគឺជាសេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន NPR ដែលខ្ញុំសូមដកសង្កជូនប្រិមិត្តប៉ុណ្ណេះបាទអញ្ចឹងអរគុណប្រិមិត្តច្រើនដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំពីបច្ចុប្បន្នភាពអាមេរិកណាបាទអញ្ចឹងសូមអរគុណប៉ុណ្ណេះបាទសូមជម្រាបលាឥឡូវនេះសូម